ឡើងហុយនៅក្នុងការប្រកួត Queen Legend រដូវកាលទី4តោះឥឡូវយើងមកចែកគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួត Queen Legend រដូវកាលទី4អ្នកទាំងអស់គ្នាប្រកាសជាបានទស្សនានៅក្នុងការប្រកួតហើយរវាងក្រុម Viper Gaming ប៉ះគ្នាជាមួយនឹង Unpress ដែលលទ្ធផលគឺដាក់3-0តែម្ដងគឺថា clean sweep ស្អាតខ្លាំងមែនទែនអ្នកគ្នាអញ្ចឹងតាក់ទងជាមួយនៅក្នុងការប្រកួតនេះបើតាមដែលខ្ញុំមើលនៅក្នុងការប្រកួតវគ្គទី2គឺថាល្អមើលខ្លាំងមែនទែនដែល Alpha ទទួលបានមីនីអេនៅនាទីទី2អ្នកហើយគឺថា spicy ខ្លាំងមែនទែនអញ្ចឹងតាក់ទងជាមួយនៅក្នុងការប្រកួតនេះគឺថាលឿនខ្លាំងមែនទែនរីឯគូទី2វិញ EVI Serendipity ប៉ះគ្នាជាមួយនឹង Venga Scarlet វ៉ាវនិយាយរួមទៅក្នុងការប្រកួតនេះវាយទៅវាយមកគឺថាសាហាវខ្លាំងមែនទែនអ្នកគ្នាដែលលទ្ធផលគឺ3-1អ្នកគ្នាអញ្ចឹងក៏ចូលរួមអបអរសាទរទៅដល់ EVI Serendipity ដូចគ្នាប៉ុន្តែក្រោយដល់ចប់ការប្រកួតវិញចូលរួមសោកស្ដាយមែនទែនទៅដល់ Venga Scarlet ហើយជាមួយនឹង Unpress ដូចគ្នាហើយសម្រាប់ Venga Scarlet គាត់ក៏បានសោកស្ដាយមែនទែនដែលទទួលបានលទ្ធផលបានអញ្ចឹងណាអ្នកគ្នាគាត់បានប្រឹងប្រែងអស់ពីលទ្ធភាពហើយអញ្ចឹងសម្រាប់ការប្រកួតគឺមានឈ្នះមានចាញ់អីអញ្ចឹងទៅពិតជាចូលរួមសោកស្ដាយមែនទែនទៅដល់ Venga Scarlet ហើយជាមួយនឹង Unpress ដែលមិនអាចធ្វើដំណើរបន្តទៀតនៅក្នុងការប្រកួត Queen Legend រដូវកាលទី4នេះអូខេអញ្ចឹងឥឡូវយើងចូលមកថ្ងៃបន្ទាប់វិញសម្រាប់ថ្ងៃស្អែកគឺ Viper Gaming នឹងប៉ះគ្នាជាមួយនឹង Wahla Valkyrie រីឯ EVI Serendipity នឹងប៉ះគ្នាជាមួយនឹង Galaxy Phoenix អ្នកគ្នាអញ្ចឹងតាក់ទងជាមួយនៅក្នុងការប្រកួត Queen Legend រដូវកាលទី4នេះឥឡូវនៅសល់4ក្រុមចុងក្រោយអ្នកគ្នាលឿនខ្លាំងមែនទែនសម្រាប់ថ្ងៃស្អែកគឺថាដឹងតែផ្អើលទៀតហើយមួយទៀតខ្ញុំក៏ចូលរួមនៅថ្ងៃស្អែកដូចគ្នាអញ្ចឹងគឺថាយើងជួបគ្នានៅ Queen Legend រដូវកាលទី4នៅថ្ងៃស្អែកទាំងអស់គ្នាហើយមួយទៀតក៏មានគ្នាយើងជាច្រើនក៏បានសួរខ្ញុំថាចូលត្រូវទិញសបតអត់ទេអ្នកគ្នាចូលរួមដែលអត់គិតថ្លៃអ្នកគ្នាអញ្ចឹងសង្ឃឹមថាអ្នកគ្នានឹងចូលរួមឲ្យច្រើនហៅជាមួយខ្ញុំទាំងអស់គ្នាអូខេគ្នាយើងយកមិនដែរជាមួយនៅក្នុងការប្រកួតវគ្គ Play In ថ្ងៃនេះអ្នកគ្នារ៉េតបានដែរកុំភ្លេច comment នៅខាងក្រោមខ្ញុំដល់ផងហើយមួយទៀតគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនឹង Facebook ខ្ញុំផងពេលដែលមានព័ត៌មាន update គឺអ្នកគ្នានឹងទទួលបានមកគេអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ